ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំពីអ្នកប្តីប្រពន្ធនិងកូនតូចមួយនាំគ្នាទៅ support អាណាអាឈើថ្មីអាណានេះគឺទៅទិញថ្មីមិនទាន់បានអាម្ដងទេគ្រាន់តែទិញឲ្យភ្លាមនាំគ្នារៀបចំមកឈើសាក់មើលហើយអត់ទាន់ចេះទេនេះចាមុននឹងរៀបចំយកទៅអាហ្នឹងគឺបើកសភៅមើលសិនថាតើគេត្រូវប្រឆេះយ៉ាងម៉េចអីយ៉ាងម៉េចចាក់ប្រេងអីយ៉ាងម៉េចចឹងហើយប្តីខ្ញុំគាត់បើកមើលចឹងទៅហើយនេះគឺគាត់ចាក់ប្រេងគេគឺមានដូចជាពីរប្រភេទឃើញគាត់ចាក់អាដុំហ្នឹងហើយមានអាដុំទូចាក់លាយគ្នាទៅទៀតហើយម៉ាស៊ីនអាឈើនេះផងដែរខ្ញុំទិញយកក្នុងខ្ទង់តម្លៃត្រឹមតែ 20000 យេនជាងឯដូចជា 25000 26000 អីហ្នឹងដាក់ពន្ធនេះទៅគឺវាមានអាតម្លៃថ្លៃជាងនឹងទៀតមានអា 3 40000 អា 5 60000 អា 7 80000 90000 អីក៏មានដែរក៏ប៉ុន្តែខ្ញុំដូចជាមិនសូវប្រើការអីច្រើនណាស់ទេគឺទិញអាល្មមយកមកប្រើទេហើយម៉ាស៊ីនអាឈើដែលប្រើប្រេងនេះគឺវាធន់ជាងម៉ាស៊ីនដែលយើងប្រើភ្លើងពុកម៉ែបងប្អូនទាំងអស់គ្នាហើយនេះប្តីខ្ញុំគាត់បានសាកលបងប្រឆេះវាសាកមើលក្រោយពីការអានការណែនាំអីហើយចឹងទៅគាត់ប្រឆេះសាកមើលហើយចឹងទៅក៏វាឆេះហើយចាដល់ទៅពេលហើយចឹងទៅក៏ចាប់ផ្ដើមនាំគ្នារៀបចំទៅអាឈើនេះចារៀបចំពាក់មួកពាក់អីចឹងទៅថ្ងៃហ្នឹងភ្លេចយកមួកទៀតទៅដល់ទៅពេលខ្ញុំយកមួកទៅខ្ញុំថាហ្នឹងអញ្ចឹងយកមួកខ្ញុំទៅពាក់ហើយខ្ញុំក៏យកមួកកូនខ្ញុំហ្នឹងពាក់ទៅចានិយាយទៅមួកខ្ញុំឲ្យតែគាត់និយាយទៅគាត់តែឡើងរំភើបបានម៉ាស៊ីនថ្មីព្រោះអីដំបងថាអត់ទិញទេគាត់ថាអាដៃណាអាណាទូចមួយយកទៅអាដៃដល់ទៅពេលមានណាអាដៃទៅវាហត់ពេកពុកម៉ែបងប្អូនអរគ្នាព្រោះអីឈើហ្នឹងវាច្រើនពេកចាដល់ទៅពេលប្តីខ្ញុំគាត់យកអាណាអាឈើហ្នឹងនេះតាអាលើកដំបងហ្នឹងទៅពុកម៉ែបងប្អូនអរគ្នាគាត់ថាអូយស្រួលអូននិយាយទៅនេះនិយាយទៅអាមកខ្វាច់អស់មួយដើមអាមកខ្វាច់អស់មួយដើមអាហើយញឹមតែប្រពន្ធថាអូស្រួលអូនស្រួលនិយាយទៅខុសគ្នាឆ្ងាយដាច់ពីការដែលយើងប្រើអាណាអាដៃអាម៉ាស៊ីនធម្មតាម៉ាស៊ីនមកខ្វាច់លឿនអាណាអាដៃមានណាអាឡើងបែកញើសជោគអីហើយដំបងថាអត់ទិញទេដោយសារតែគាត់ថាអាដៃយើងទៅយើងបញ្ចេញកម្លាំងដើម្បីហាត់ប្រាណផងអីផងអញ្ចឹងគាត់និយាយអញ្ចឹងដល់តែពេលចុងក្រោយមានណាគាត់ថាអូយហត់អូនអើយហត់ចាហើយអាឡើងយូរអត់ទាន់អស់ទៀតអញ្ចឹងត្រូវពេលស៊ីពេលហើយហត់ខ្លាំងទៀតដល់តែពេលមានណាសម្រាប់ជាមួយចុះឡើងចុងក្រោយទិញម៉ាស៊ីនដដែលដល់តែពេលបានទិញម៉ាស៊ីនហ្នឹងគាត់ភើបគាត់អាមួយផ្លែតហើយយើងមួយផ្លែតអស់មួយដើមមួយផ្លែតហើយអស់មួយដើមនិយាយទៅអាមួយផ្លែតទេបានឡើងមកកណ្ដោសឹងតែអស់ដើមឈើអញ្ចឹងនឹងមកទិញអាណាអាឈើអញ្ចឹងតាំងពីដំបូងអាហើយអស់តាំងពីយូរនេះ